chaទឹកមុខគឺស្ងួតស្ងាត់ដល់ហើយចាបន្ទាប់មកគឺយើងចាប់ផ្ដើមពាក់ម៉ាស់ពាក់អីទៅតែពេលហ្នឹងអត់បានពាក់ស្រោមដៃទេគឺយើងពាក់មុខការពារគេថាត្រៀមខ្លួនចាញ់ប្រយុទ្ធជំរាបសួរសួស្តីទាំងអស់គ្នាខ្ញុំ Blue Sky មេឃតឹង welcome back ជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំទាំងអស់គ្នាមានដឹកខ្ញុំអត់នេះគឺថាវីដេអូនេះគឺតាំងពីអាទិត្យមុនម៉ែខ្ញុំបានទៅដើរលេងនៅប្រាសាទបេងមីលាជាមួយគ្រួសារតែមុននឹងយើងទៅដល់ប្រាសាទបេងមីលាគឺយើងឈប់នៅត្រឹមបាគោមកទិញម្ហូបសម្រាប់ទុកញ៉ាំនៅប្រាសាទបេងមីលាអញ្ចឹងណាព្រោះអីនៅប្រាសាទបេងមីលាហ្នឹងអញនិយាយថាបរៀងពិបាកពេលយើងចង់រកម្ហូបញ៉ាំរកអីអញ្ចឹងយើងរកឲ្យហើយទៅមុននឹងយើងទៅដល់ចាគឺថានេះគឺជាសំណាក់ចិត្តរួមចាស្ដាប់សំឡេងបានអញញ៉ាំមួយអូហាណាធ្វើមកចឹងអីរកពីនេះទៅនេះមកពីណាហ្នឹងហើយទៅនេះអូយណាទេធីរ៉ាមិនណាទេទៅហៅស្មើទៀតបងមកអាពីស្មៅយើងមកធីរ៉ាបាច់ទឹកអូនេះតែជាអីអាវិញនេះតែជានុតទៅណានុតទៅណាលេទៅទៅនេះនេះបរោះខាងខាងមកមកមួយអានេះគឺជាអូយមកខ្វះតាហេអានេះនេះទៅណានេះទៅណាហើយទៅណានេះរីម្នាក់នោះមកស្វែងជើងណាបន្ទាប់ពីយើងរៀបចាត់ចែងទិញម្ហូបទិញអីហើយគឺនាងខ្ញុំចាប់ផ្ដើមដំណើរការត្រៀមឡើងជិះម៉ូតូទៀតហើយចាគឺដំណើរកំសាន្តនេះគឺពីម៉ូតូជាមួយនឹងលំអកមួយហើយក្រាស់ទី2របស់យើងដែលយើងត្រូវឈប់គឺនៅតូបកាហ្វេនៅផ្លូវទៅពលានយន្តហោះលើកទី1ហើយទាំងអស់គ្នាអើយដែលជិះកាត់ផ្លូវពលានយន្តហោះ Finally ហើយនេះក៏យើងបានមកដល់កន្លែងដាក់ម៉ូតូហើយយប់មិញដេកម៉ោង3ហើយងើបម៉ោង6 and then អត់បាយព្រឹកតែជិះម៉ូតូបើកខ្លួនឯងមូ20ដល់បេងមីលាធម្មតាចាបន្ទាប់ពីចាំប៉ាហើយម៉ាក់ហើយនឹងក្មួយរបស់ខ្ញុំមកដល់គឺពួកយើងនាំគ្នាដើរទៅរ៉ែកហើយទៅដល់ហ្នឹងខ្ទង់ម៉ោងដូចជា11ជាងទាំងអស់គ្នាម៉ោងកំពុងពេញឃ្លានហ្នឹងណាប៉ុន្តែសុខចិត្តនាំគ្នាសរុបចូលប្រាសាទទាំងថ្ងៃចាំពេលយើងដើរហត់មួយជាន់ទៀតបានយើងអាចញ៉ាំបាយបានហើយកន្លែងនេះវិញគឺថានាំគ្នាឈប់ selfie បងអូនខ្ញុំអ្នកកាន់ទូរស័ព្ទទៅហើយនេះប៉ាម៉ាក់របស់ខ្ញុំនាំគ្នាដើរមើលប្រាសាទប្តីប៉ុននេះអត់ដែរបានចូលប្រាសាទបេងមីលាទេម៉ាក់ខ្ញុំអាយុ40ឆ្នាំជាងលើកទី1ចូលបេងមីលាបាទចុះបងធ្លាប់ចូលអត់ដូចគ្នាវត្ថុម៉ាក់ខ្ញុំឯងប៉ាខ្ញុំលើកទី1បានចូលប្រាសាទបេងមីលាអូយកញ្ចូតណាបន្ទាប់ពីយើងដើរឆ្លងកាត់ទៅដល់អីគេជុំវិញប្រាសាទហើយយើងទៅដល់កន្លែងឡើងហើយនេះគឺស្ពានរបស់គេហ្នឹងគឺស្អាតទាំងអស់គ្នាហើយកន្លែងនេះគឺខ្ញុំពីរអ្នកបងពៅរបស់ខ្ញុំនាំគ្នារេរោចាមិនបាច់មើលគីឡូទេចាមួយឡើងដូចកញ្ចាន់ចេកមួយទៀតជ្រូកហ្មងចាគឺនាងខ្ញុំផ្ទាល់តែហ្មងចាគឺថាមុខពេញហើយកាមេរ៉ាសិនទៀតដាក់ទៅចាគឺថាមើលមុខអត់យល់ខ្លួនឯងទេហើយនេះគឺថាប្អូននាងខ្ញុំថតរូបឲ្យចានស្ទាយអ្នកថតរូបគឺសាហាវហើយមានក្មួយពីរអ្នកនឹងចាំឆ្លេឆ្លាឈើឆ្លាហើយកន្លែងនេះគឺយើងបានដើរកាត់ជុំវិញប្រាសាទអីទៅគេធ្វើស្ពាននៅទាំងអស់គ្នាពួកអីនៅប្រាសាទបេងមីលាហ្នឹងគឺថាបែកបាក់សឹងតានិយាយថា70ទៅ80%អញ្ចឹងណាអញ្ចឹងមិនគេធ្វើស្ពានសម្រាប់ឲ្យយើងទុកដើរមើលនិយាយទៅប្រាសាទហ្នឹងគឺថាបើឲ្យខ្ញុំដឹងពីប្រវត្តិខ្ញុំអត់ដែលបានទៅ check ពីប្រវត្តិទេប៉ុន្តែគ្រាន់តែខ្ញុំដឹងថានៅហ្នឹងបើយើងទៅពេលខែត្រជាក់គឺស្អាតមែនទែនជាពិសេសពេលភ្លៀងលំអញ្ចឹងណាបើកន្លែងនេះវិញគឺប្អូនខ្ញុំហ្នឹងគឺថាគេឲ្យយើងជួយថតឲ្យគូគេចាពួកអីអ្នកទាំងអស់គ្នាចាំបានខ្ញុំនិយាយថាទៅពីម៉ូតូមួយហ្នឹងគឺម៉ូតូប្អូនខ្ញុំជាមួយនឹងសង្សារគេនឹងឯងចាហើយដល់ពេលខ្ញុំចាជិះទៅម្នាក់ឯងយ៉ាងកណ្ដែងដូចខ្លាញ់ដាច់ខ្សែហើយតែយើងខានជិះយូរទៀតចាគឺមកវិញមានកាក់បាក់បៀជាខ្លាំងហើយនេះគឺខ្ញុំចាគេថាយ៉ាលេង style តែខ្ញុំឃើញគេដើរមកក៏អត់ហ៊ានថតអីទៀតទៅហើយនេះរូបខ្ញុំមួយប៉ាមួយម៉ាក់មួយប្អូនខ្ញុំទៅហើយនេះសង្សារប្អូនខ្ញុំហើយនឹងក្មួយទាំងពីររបស់ខ្ញុំទៅហើយនេះក្មួយខ្ញុំអូយក្មួយខ្ញុំជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំចានេះក៏ដោយដែរគឺទ្រីបយើងមានតែប៉ុណ្្នឹងឯងបាយបាយ love you ជប់